នេះគឺជាអាហារមួយប្រភេទមកពីប្រទេសចិនអ្នកទាំងអស់គ្នាប្រហែលជាមិនធ្លាប់បានញ៉ាំនោះទេក៏ប៉ុន្តែវិធីធ្វើរបស់វាមើលទៅហាក់បីដូចជាគួរឲ្យខ្ពើមបន្តិចជាទូទៅប្រជាជនខ្មែរតែងតែស្រកាត្រីគឺមិនយកមកធ្វើជាម្ហូបនោះទេក៏ប៉ុន្តែប្រទេសចិនវិញគឺជាម្ហូបអាហារមួយដ៏ពេញនិយមបន្ទាប់ពីបានស្រកាត្រីគាត់ព្យាយាមលាងសម្អាតត្រីជាមួយនឹងទឹកអំបិល3 4 5ទឹកពូតចុះពូតឡើងបាទធ្វើយ៉ាងណាឲ្យភាពក្លិនឆ្អាបរបស់ត្រីនឹងបាត់ទៅតាមទឹកអំបិលក៏ប៉ុន្តែយើងដឹងស្រាប់ហើយថាស្រកាត្រីវាឆ្អាបប៉ុណ្ណាក៏ប៉ុន្តែពួកគាត់នៅតែមានវិធីកែច្នៃស្រកាត្រីទាំងអស់នោះឲ្យក្លាយជាម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់ផងដែរបន្ទាប់ពីដាក់នៅក្នុងខ្ទះបន្ថែមនៅគ្រឿងក្រើបន្តិចបាទរំងាស់ឲ្យបានយូរបន្ទាប់មកជាតិ collagen ដែលចេញពីស្រកាត្រីនិងរងនៅក្នុងទឹកផងដែរបន្ទាប់មកស្រង់ទឹកនោះដាក់ចូលទៅក្នុងចានមួយបាទត្រងកំទេចកទីស្រកាត្រីកុំឲ្យធ្លាក់ចូលក្នុងទឹកនោះផងដែរបន្ទាប់មកដាក់នៅក្នុងខាងក្រៅរយៈពេល1យប់បាទបន្ទាប់ពីស្អែកឡើងបាទឥឡូវនេះម្ហូបរបស់យើងគឺរួចរាល់ហើយបាទវាប្រៀបបីដូចជា collagen បាទដូចជាសារ៉ាយអញ្ចឹងបងប្អូនអញ្ចឹងគឺជា collagen ខ្ពស់ដែលមាននៅក្នុងស្រកាត្រីនេះផងដែរហើយប្រជាជនចិនពិតជាចូលចិត្តវាខ្លាំងមែនទែនដោយសារតែញ៉ាំទៅវាស្វិតញ៉ាំទៅវាច្រប់ឆ្ងាញ់ខ្លាំងមែនទែនតែម្ដងដោយសារតែនេះគឺយកចេញពីស្រកាត្រីគឺ collagen របស់ស្រកាត្រីនេះគឺល្អខ្លាំងមែនទែនសម្រាប់ស្បែកនិងសម្រស់ផងដែរហើយយើងអត់ដែលបានញ៉ាំទេហើយក៏មិនដែលកែច្នៃហើយក៏មិនដែលធ្លាប់នឹកឃើញថាយកស្រកាត្រីយកមកកែច្នៃយកមកធ្វើជាម្ហូបបែបនេះផងដែរបងប្អូនអញ្ចឹងបន្ទាប់ពីឃើញហើយចង់សាកល្បងមុខម្ហូបមួយប្រភេទនេះដែរឬទេបងប្អូនជួយ comment ផងណា